Mr. Lee how do you read this word light light okay អត់តត្រូវទេអញ្ចឹងចាំ follow teacher ចុះពេលនេះយើងអានថា light ទេយើងអានថា light light ឃើញអក្សរ T នៅខាងចុងអត់ yes ចាអក្សរ T sound ថ ចាអញ្ចឹងយើងអានថា light 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 ហើយយើងអានថា lie lie ណាពេលខ្លះយើងច្រឡំតែអាន lie IGH បូកជាមួយនឹងសំឡេង T គឺទៅជាសំឡេង I light អូខេអញ្ចឹងនេះគឺយើងរៀន opposite words មានន័យថាពាក្យផ្ទុយអូខេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជានាយិកាសាលារៀន Wisdom សាលារៀន Wisdom បង្រៀនអំពីមូលដ្ឋានគ្រឹះភាសាអង់គ្លេសនិងបង្រៀនគួរមុខវិជ្ជាផ្សេងៗផងដែរបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនៗចូលរៀនភាសាអង់គ្លេសតាមផ្ទះតាមប្រព័ន្ធអនឡាញឬមករៀនដល់ទីតាំងនៅក្នុងបរិយាពិភពថ្មីចំការដងមួយសូមតាក់ទងតាមលេខ Telegram នេះតោះឥឡូវថ្ងៃនេះសូមពុកម៉ែបងប្អូនរៀនភាសាអង់គ្លេសជាមួយនឹងខ្ញុំទាំងអស់គ្នាចាពាក្យទី1គឺ day បើប្រែថាថ្ងៃចាពេលនេះយើងអានថា night អញ្ចឹងយើងកុំអានថា night អូខេអត់មាន night ទេពេលនេះយើងអានថា night ដូចពាក្យ light ដែរអូខេ night បើប្រែថាយប់ light បើប្រែថាភ្លឺអញ្ចឹងពេលនេះ Mr. Lee can you read it dark អូខេអញ្ចឹងពេលនេះអត់ត្រូវទេណា follow me អូខេពេលនេះគឺយើងកុំអានថា dark please read dark ភាសាអង់គ្លេសឲ្យតែឃើញ AR ស្រៈជាមួយនឹងអក្សរ R គឺសំឡេង R the arc dark can you say it dark dark បើប្រែថាងងឹតអូខេ this word we say lock do you remember short vowel just short vowel sounds sound yeah teacher say អក្សរខ្មែរឲ្យងាយចំណាំ lock មានន័យថាចាក់សោពេលនេះផ្ទុយជាមួយនឹងចាក់សោគឺ unlock បើប្រែថាដោះសោ up មានន័យថាឡើងលើចុះផ្ទុយពីឡើងលើ is down okay down មានន័យថាចុះក្រោម okay now let's read again day night light dark lock unlock up down អូខេចាពុកម៉ែបងប្អូននេះគឺជាការរៀនខ្លះៗអំពីការអានពាក្យផ្ទុយនៅក្នុងភាសាអង់គ្លេសបើសិនជាលោកអ្នកចង់ឲ្យកូនចេះច្បាស់អំពីមូលដ្ឋានគ្រឹះរបៀបប្រកបលម្អិតសាលារៀន Wisdom បង្រៀនលម្អិតអំពីការអាននិងការបញ្ចេញសំឡេងជាភាសាអង់គ្លេសសូមពុកម៉ែបងប្អូនចុះឈ្មោះឲ្យកូនចូលរៀនជាមួយនឹងសាលារៀន Wisdom ចាពុកម៉ែបងប្អូននៅសាលារៀន Wisdom បើកទទួលសិស្សចុះឈ្មោះចូលរៀនមករៀនដល់ទីតាំងគឺនៅម៉ោង 5:06, 6:07 និង 7:08 សម្រាប់កុមារនិងមនុស្សពេញវ័យដូច្នេះរងចាំឲ្យទៀតសូមចុះឈ្មោះឲ្យកូនចូលរៀនភាសាអង់គ្លេសជាមួយនឹងសាលារៀន Wisdom ឥឡូវនេះហើយសូមពុកម៉ែបងប្អូនជួយ follow page របស់អ្នកខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត